សួស្តីកូនៗទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី8អក្សរឆផ្សំនិងស្រៈអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរកូនលើកសៀវភៅនិងខ្មៅដៃឡើងដើម្បីកត់តាមលោកគ្រូទាំងអស់គ្នាតោះចាប់ផ្ដើមឆអាឆាឆអាឆាចែឆាំចេះឆាឆអីឆៃម្ដងទៀតឆអីឆៃឆាំឆៃប៉មឆអាវឆៅឆអាវឆៅឆាំដាំបាយឆៅឆអេឆេះឆអេឆេះខោឆាំឆេះឆអាឆាឆអាវឆៅឆាឆៅឆអាឆាឆអាវឆៅឆាឆៅកើឆាឆៅបាទឥឡូវយើងពិនិត្យមើលនេះគឺជាល្បះបាទយើងមានល្បះ2ឥឡូវយើងពិនិត្យមើលល្បះទី1តោះកូនសំប្រកបជាមួយលោកគ្រូទាំងអស់គ្នាខអោខោចអាវចៅកអែកែឆអេឆេះខោចៅកែឆេះឥឡូវយើងពិនិត្យមើលល្បះមួយទៀតបាទល្បះខាងក្រោមចអែចែឆអាំឆាំចអេចេះឆអាឆាចែឆាំចេះឆាបាទអញ្ចឹងទាំងពីរនេះគឺជាល្បះអញ្ចឹងកូនបានអានហើយកូនកត់ទុកទៅបាទឥឡូវយើងមកអានសារឡើងវិញម្ដងឆអាឆាឆអីឆៃឆអាវឆៅឆអេឆេះឆអាឆាឆអាវឆៅឆាឆៅខោចៅកែឆេះចែឆាំចេះឆាតោះឥឡូវយើងយកអក្សរឆមកផ្សំជាមួយនឹងស្រៈជាមួយលោកគ្រូទាំងអស់គ្នាចាប់ផ្ដើមឆអាឆាឆអេឆេឆអីឆៃឆអឺឆឆអឺឈើឆអូឆឆអូឆឆអ៊ូឈូឆអើឆើឆអ៊ឺឈឺឆអ៊ីឈីឆអេឆេឆអែឆែឆអៃឆៃឆអោឆោឆអៅឆៅឆអ៊ុំឈុំឆអំឆំឆអាំឆាំឆអាឆាឆអូឆុឆអេឆេះឆអឆោះសូមកូនចុច Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗពីលោកគ្រូ